តោះយើងគឺជា channel វា YouTube ថ្មីមួយដែលផ្សព្វផ្សាយពីបច្ចេកវិទ្យាបងប្អូនអរគ្នាអាចតាមដានបាននេះគឺជា model EV ម៉ូតូអគ្គិសនីរបស់ Honda ថ្មីដែលយើងមើលទៅមាន model ច្រើនមែនទែនទាំង model ដឹកទំនិញ model សិស្សានុសិស្សនិងបងប្អូនចូលធ្វើការងារដែលអគុយរបស់វាមានពីរស្ងត់ជីបានប្រហែលជា70គីឡូម៉ែត្រអគុយរបស់វាអាចដកដាក់បានបងប្អូនមិនមែននៅក្នុងជាប់ម៉ូតូដូចមកគុយចិនទេយើងអាចដកដាក់ហើយសាកនៅស្ថានីយ station របស់វាបានប៉ុន្តែបងប្អូនក៏អាចមកសាកនៅផ្ទះក៏បានដែរតែគាត់វាយូរតិចជាប់ពី3ម៉ោងទៅ4ម៉ោងអាស្រ័យដុំសាករបស់វាអញ្ចឹងបងប្អូនហើយបងប្អូនមើលវាមកវាគឺស្អាតហើយយើងបានសើបងដែរគឺมันខុសពីម៉ូតូអូតូយើងមកនេះធម្មតាយើងដឹងឯងម៉ូតូអគ្គិសនីគឺឆក់ពិបាកជិះប៉ុន្តែនេះជា technology របស់ជប៉ុនមួយដែលគេធ្វើឡើងដូចយើងពេលយើងជិះទៅហាក់បីដូចជាម៉ូតូអូតូអញ្ចឹងដែលវាអត់កញ្ឆក់ពេកហើយតែគេគាត់វាស្ងាត់បងប្អូនអញ្ចឹងពេលខ្លះតែយ៉ាងហោចណាស់ក៏វាល្អដែរសម្រាប់បរិស្ថានយើងហើយសម្លេងស្ងាត់ល្អបងប្អូន